ប្រវត្តិសាស្ត្រនៃបឹង Michigan លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ទោះបីជាឈ្មោះហៅក្រៅដ៏ពេញនិយមបំផុតរបស់ទីក្រុង Chicago គឺ Windy City ក៏ដោយវាក៏ត្រូវបានគេហៅផងដែរថាជាទីក្រុងតាមបឹងផងដែរជាការពិតណាស់ឯកសារយោងគឺទៅបឹង Michigan សេដ្ឋកិច្ចការរស់នៅនិងការកំសាន្តរបស់ទីក្រុង Chicago រងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកសាបដ៏ធំនេះបើគ្មានវាទីក្រុង Chicago នឹងមិនក្លាយជាមហាអំណាចសេដ្ឋកិច្ចដូចសពថ្ងៃនេះទេបឹង Michigan ប្រវត្តិសង្ខេបឈ្មោះនេះបានមកពីពាក្យអូយវ៉ាសម្រាប់បឹងធំ Michigan បឹង Michigan គឺជាបឹងតែមួយគត់ក្នុងចំណោមបឹង Great Lakes ទាំង5ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកតាមបរិមាណវាគឺធំជាងគេទី2ហើយតាមផ្ទៃដីវាគឺជាទំហំធំជាងគេទី3ការបង្កើតបឹងនេះបានចាប់ផ្ដើមកាលពី 1.2 លានឆ្នាំមុននៅពេលដែលចាន Tectonic ពីរដែលផ្លាស់ទីក្នុងទីដែលផ្ទុយគ្នាបានបន្សល់ទុកនៅស្លាកស្នាមដ៏ធំព្រឹត្តិការណ៍មួយដែលត្រូវបានគេស្គាល់ថាជា Mid-Continent Rift តិចជាង15,000 ឆ្នាំមុនផ្ទាំងទឹកកលីបានពេញអាំងយក្សហើយបឹង Michigan បានក្លាយជាជម្រៅអត្ថបរមានៃបឹងគឺ925 ហ្វីតនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់រហូតដល់អ្នកនឹកឃើញផ្ទាំងទឹកកក្រាស់មួយម៉ាយដែលធ្លាប់គ្របដណ្ដប់លើតំបន់នោះបឹងនេះមានប្រវែង302ម៉ាយហើយច្រាំងទន្លេរបស់វាលាតសន្ធឹង 1540 ម៉ាយ25ក្នុងចំណោមនោះជាកម្មសិទ្ធិរបស់ទីក្រុង Chicago ហើយផ្លូវ Lakefront Trail គ្របដណ្ដប់លើចម្ងាយឆ្ងាយនោះវាលាតសន្ធឹងពីផ្លូវ Ardmore 5,800 ទៅផ្លូវ 71 7,100 អ្នកឡើងភ្នំអ្នករត់ប្រណាំងអ្នកជិះកង់និងអ្នកជិះស្គីទាំងអស់បានចូលរួមទស្សនាទិដ្ឋភាពបឹងដ៏អស្ចារ្យនិងខ្យល់បឹងដ៏ត្រជាក់លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់រជុំនៅពេលដែលកម្ដៅឡើងក្នុងដីសារៈសំខាន់នៃបឹង Michigan ទឹកបឹងជាឥទ្ធិពលដល់អ្នករស់នៅក្នុងទីក្រុងជាច្រើនយ៉ាងពួកគេផឹកវាលេងវាហើយថែមទាំងប្រណាំងលើវាទៀតផងពួកគេក៏ក្រឡេកមើលវាដោយរីករាយនឹងពន្លឺដែលផ្លាស់ប្ដូរជានិច្ចដែលកំពុងរាំនៅលើផ្ទៃនៅរដូវក្តៅពួកគេមើលព្យុះកូររន្ទះដ៏ធំបោកបក់មកលើបឹងក្នុងរដូវរងាពួកគេអាចមើលបឹងព្រៅធ្លាក់មកលើទីក្រុងទឹកជាមួយនឹងការបន្សុទ្ធបន្តិចបន្តួចទឹកដែលស្រង់ចេញពីឆ្នេរសមុទ្រអាចផឹកបានអ្នកស្រុកដំបងបានទាញទឹកពីជិតច្រាំងទោះជាយ៉ាងណាក៏ដោយការបំពុលបានបង្ខំឲ្យវិស្វករស្វែងរកទឹកពីឆ្នេរសមុទ្រជាច្រើនគីឡូម៉ែត្រពួកគេបានបង្កើតវិធីទាញទឹកពីបាតបឹងនៅឆ្នាំ 1865 កម្មករបានអណ្តែតអាងទឹកឈើដំបងរបស់ទីក្រុងទៅកន្លែងដែលមានចម្ងាយ2ម៉ាយពីឆ្នេរសមុទ្រកម្មករបានជីករូងក្រោមបឹងដើម្បីភ្ជាប់គុនទៅច្រាំងផ្លូវរូងក្រោមដីដោយដៃបានដំណើរការក្នុងអត្រា15 ហ្វីតក្នុងមួយថ្ងៃនៅទីបំផុតគ្រែទឹកចំនួន9នឹងចតទឹកចេញពីច្រាំងទន្លេ Chicago 2នាក់នៅតែសកម្មរហូតមកដល់សប្តាហ៍នេះលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ការដឹកជញ្ជូនបឹង Michigan ដើរតួយ៉ាងសំខាន់នៅក្នុងផ្លូវដឹកជញ្ជូនក្នុងស្រុកនិងអន្តរជាតិវាជាផ្នែកមួយនៃផ្លូវទឹកបន្តដែលលាតសន្ធឹងដល់ផ្លូវ Lawrence Seaway និងមហាសមុទ្រ Atlantic កំពុងផែននៃទីក្រុង Chicago គ្រប់គ្រងទំនិញដែលចូលមកនិងភ្ជាប់ទៅនឹងកន្លែងឆ្ងាយដូចជាអឺរ៉ុបនិងអាមេរិកខាងត្បូងការកម្សាន្តកន្លែងដែលមានបឹងធំជាទូទៅមានខ្សាច់ហើយបឹង Michigan ក៏មិនមានករណីលើកលែងដែរមានឆ្នេរឥតគិតថ្លៃជាង210នៅក្នុងទីក្រុង Chicago លេងបាល់ទះឆ្នេរខ្សាច់ឬទាត់ត្រឡប់មកវិញសម្រាប់និងស្រូបពន្លឺព្រះអាទិត្យការហែលទឹកអាចធ្វើទៅបាននៅពេលដែលមានអ្នកការពារជីវិតអ្នកចូលចិត្តកីឡាក្នុងទឹករីករាយនឹងការជិះទូកក្តោងកាយ៉ាក់និងជិះក្តារបន្ទះវាអាចទៅរួចក្នុងការជួលជិះស្គីនិងឧបករណ៍កីឡាក្នុងទឹកផ្សេងទៀតនៅទីតាំងជាច្រើនតាមមាត់បឹងរបស់ទីក្រុង Chicagoពេលកំពុងសម្លឹងមើលពន្លឺថ្ងៃដែលកំពុងរំលើផ្ទៃបឹងហើយវាងាយស្រួលពេកក្នុងការបំភ្លេចអ្វីទាំងអស់ដែលកើតឡើងខាងក្រោមមានត្រីចំនួន68ប្រភេទដែលមានទីតាំងនៅបឹង Michigan ធម្មតាបឹងជួយអ្នកនេសាទកីឡាឲ្យដេញតាមកត្រីធំដែលជាត្រីសាម៉ុង Chinook ត្រី Salmon, Coho Trout, Steelhead និង Trout ពណ៌ត្នោតលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់
លើសពីនេះទៀតអ្នកមុជទឹក Sky Barrier នឹងការជ្រមុជទឹកដ៏ល្អបំផុតមួយចំនួននៅជុំវិញបឹង Michigan ជាឧទាហរណ៍ Wellsburg មានចម្ងាយតែ3ម៉ាយពី Evanston ទូកក្តោងប្រវែង201 ហ្វីតបានលេចនៅឆ្នាំ1883ក្នុងទឹកប្រហែល40ហ្វីតទឹកត្រជាក់និងទឹកសាបមាននិន្នាការរក្សាក្បាលលិចបានប្រសើរជាងទឹកប្រៃខ្យល់បឹងដូចដែលអ្នកអាចស្រមៃបានការឡើងកម្ដៅនឹងធ្វើឲ្យទឹកត្រជាក់180ម៉ាយគូបនៃបឹង Michigan ត្រូវការពេលវេលាខ្លះសីតុណ្ហភាពទឹកជាធម្មតាយឺតជាងសីតុណ្ហភាពដីនៅទីក្រុង Chicago សីតុណ្ហភាពបឹងក្តៅបំផុតមកដល់នៅពេលក្រោយក្នុងរដូវក្តៅអ្នកដែលរស់នៅធ្វើការឬលេងក្បែរមាត់បឹងច្រើនតែរីករាយនឹងខ្យល់បក់នៅបឹងដ៏ត្រជាក់នៅថ្ងៃក្តៅខ្យល់កាន់តែក្តៅនៅលើដីកើនឡើងហើយខ្យល់ត្រជាក់ខ្លាំងជាងនៅលើបឹងក៏បក់ចូល Draper និង Kramer លក្ខណៈសម្បត្តិDraper និង Kramer ដែលមានមូលដ្ឋាននៅទីក្រុង Chicago បានបម្រើប្រជាជនតាំងពីឆ្នាំ1893សប្តាហ៍ថ្ងៃនេះ Draper និង Kramer គ្រប់គ្រងសហគមន៍ផ្ទះល្វែងប្រណីតពីរដ្ឋ Illinois ដល់រដ្ឋ Texas កំពុងរកមើលទិដ្ឋភាពដ៏អស្ចារ្យនៃបឹង Michigan លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ពិចារណាអំពីអាផាតមិនប្រណីតនៅអចលនទ្រព្យទឹកទាំងនេះឆ្នេរសមុទ្រមាស61 Bank Street គឺជាកន្លែងស្នាក់នៅបែបប្រណីតពីដានកម្ពស់10 ហ្វីតនិងបង្អួចពីជាន់ដល់ពីដានគឺល្អឥតខ្ចោះសម្រាប់ការទទួលយកទិដ្ឋភាពជ្រើសរើសផ្ទះអាផាតមិនដ៏ប្រណីតផ្ដល់នូវទិដ្ឋភាពមាត់ទឹកនិងផ្ទៃរាបស្មើឯកជនអ្នកស្រុកនិងភ្ញៀវរបស់ពួកគេសម្រាប់នៅលើដំបូលដែលមានទេសភាពខៀវស្រងាត់ដែលពោរពេញទៅដោយកន្លែងទទួលទានអាហារនិងកន្លែងដុតកំពុងរកមើលភាពទាក់ទាញបែបបុរាណនៅតាមមាត់បឹង1420 North Lake Shore គឺជាលំនៅឋានប្រណីតបែបហាងមួយនៅលើឆ្នេរ Gold Coast ដ៏អស្ចារ្យរបស់ទីក្រុង Chicago បន្ទាប់ពីថ្ងៃដ៏មីញឹកជុំវិញទីក្រុងសូមត្រឡប់មកវិញហើយសម្រាប់នៅលើដំបូល1350 North Lake Shore គឺជាកន្លែងដ៏ពេញនិយមមួយផ្សេងទៀតដើម្បីរស់នៅលើឆ្នេរមាសជាន់លើដំបូលផ្ដល់នូវទិដ្ឋភាពបែប Panoramic នៃបឹងវាជាជំហានពីការបរិភោគអាហារលំដាប់ពិភពលោកការដើរទិញអីវ៉ាន់និងការកម្សាន្តរង្វើជុំខាងត្បូង1130គឺជាអគារអាផាតមិនប្រណីតដែលសម្បូរទៅដោយគ្រឿងបរិក្ខារនៅ South Loop ជ្រើសរើសពីឯកតាដែលមានបឹងនិងឬទិដ្ឋភាពទីក្រុងជ្រើសរើសលំនៅឋានផ្ដល់នៅទេសភាពបឹង Michigan សម្រាប់នៅលើអាងទឹកខាងត្បូងអ្នកក៏នឹងរកឃើញ Aspire Residence ដែលទើបសាងសង់ថ្មីនៅ South Loop ដែលមានចម្ងាយជាងកន្លះម៉ាយពីបឹងសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ